ទស្សនាបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកពីថិចអក្សរមួយដែលមានរូបរាងបែបនេះបងប្អូនចង់ដឹងថាធ្វើបែបណាអញ្ចឹងទស្សនាមួយខ្ញុំទាំងអស់គ្នាពីដំបូងយើងបង្កើតថិចអក្សរយើងមួយដែលដាក់ឈ្មោះថា September បន្ទាប់មកយើងយកទំហំអក្សរ120មកយើងទាញថិចអក្សរមកកន្លែងមួយដែលយើងគិតថាសមរម្យមកសម្រាប់ខ្ញុំពេលទៅសេះអក្សរខ្ញុំចូលចិត្តដាក់ថិចបន្ទាត់អញ្ចឹងខ្ញុំដាក់អាទី1និងដាក់ថិចបន្ទាត់ទី2ដើម្បីងាយស្រួលទាញវាចេញជាសាដូអញ្ចឹងណាបន្ទាប់មកយើង copy ថិចអក្សរហើយយើង mouse ស្ដាំយើងយកពាក្យ convert to smart object បន្ទាប់មកយើងចុចលើអក្សរហើយយើង control T បន្ទាប់មកយើងmouse ស្ដាំយើងយកពាក្យចុងក្រោយគេដូចជា flip vertical បន្ទាប់មកយើងចុច mouse ស្ដាំទៀតហើយយើងយកពាក្យថា distort បន្ទាប់មកយើងទាញអក្សរនៅមកបន្ទាត់ទី2មកដើម្បីឲ្យមើលទៅឃើញជាហៀងទេយើងចុចលើអក្សរហើយបន្ទាប់មកយើងម៉ាស់វាមួយមកបន្ទាប់មកយើងយក gradient ហើយទាញវាមកហើយដាក់តាមពណ៌ដែលយើងចង់ gradient វាឲ្យមើលទៅblur ក្រុមហ្នឹងបាទសម្រាប់ខ្ញុំចង់ដាក់ stroke អក្សរបន្ថែមទៀតអញ្ចឹងខ្ញុំដាក់ stroke អក្សរដូចជាពណ៌ក្រហមពណ៌ការ៉ុតពណ៌អីដែលយើងស្រឡាញ់អញ្ចឹងណាសម្រាប់ខ្ញុំស្រឡាញ់ពណ៌ការ៉ុតអញ្ចឹងដែរក៏ដាក់ពណ៌ការ៉ុតចុងក្រោយគេចាសម្រាប់អក្សរយើងមានតែប៉ុណ្ណឹងទេអរគុណបងប្អូនទាំងគ្នាជម្រាបលាបាយបាយ